រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្តល់រង្វាន់លើផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈភ្នំពេញក្នុងបំណងពង្រឹងសុខភាពសាធារណៈនិងកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈដែលប៉ះពាល់ដល់សុខភាពហួសកម្រិតរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹងដោយផ្អាករាល់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុងឬគម្របលើផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករគ្រប់ប្រភេទយោងតាមសេចក្តីសម្រេចថ្មីនេះវិធានការហាមឃាត់នឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី1 ខែតុលា ឆ្នាំ2025ទៅដោយឡែកត្រឹមដាច់ត្រីមាសទី3ឆ្នាំ2026សហគ្រាសផលិតនិងក្រុមហ៊ុននាំចូលទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពដូចខាងក្រោមការផ្ដល់រង្វាន់មិនអនុញ្ញាតឲ្យមានការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុងគម្របផលិតផលឬទម្រង់នៃការផ្សងសំណាងផ្សេងការផលិតនិងនាំចូលហាមឃាត់ការបញ្ជាទិញថ្មីការនាំចូលឬការផលិតសម្បកវេចខ្ចប់គម្របក្រវិលដែលមានបង្កប់កម្មវិធីផ្ដល់រង្វាន់ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ 1. ការការពារសុខភាពបញ្ឈប់ការលើកទឹកចិត្តដល់ការប្រើប្រាស់គ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករជាពិសេសភេសជ្ជៈប៉ូវកម្លាំងហួសកម្រិតដែលជារឿយបណ្ដាលមកពីការចង់ផ្សងសំណាងយកត្រីមាសឬរង្វាន់ផ្សេង 2. ការពង្រឹងអនុលោមភាពលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់និងអនុលោមភាពក្នុងវិស័យផលិតកម្មក្នុងស្រុកឲ្យស្របតាមស្តង់ដារបច្ចេកទេសនិងបទដ្ឋានគយុត្ត